ជំរាបសួរនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ថ្ងៃនេះគឺយើងរៀនមេរៀនទី13សមាមាត្រចាអញ្ចឹងយើងនឹងទៅដោះស្រាយលំហាត់មួយដែលនៅក្នុងមេរៀនទី13គឺលំហាត់ទី1ចូលគូគ្រីសក្នុងប្រអប់ចំពោះសមាមាត្រចាអញ្ចឹងលំហាត់ដែលគេឲ្យមកមាន2ធៀប5ស្មើនឹង3ធៀប5ចាខ2ធៀប5ស្មើ4ធៀប10 7ធៀប9ស្មើ14ធៀប18 3ធៀប9ស្មើ9ធៀប3ថាតើលំហាត់កខកនិងខហ្នឹងតើលំហាត់ណាខ្លះដែលវាជាសមាមាត្រនឹងគ្នាចាអញ្ចឹងយើងធ្វើការដោះស្រាយទាំងអស់គ្នាដើម្បីឲ្យដឹងថាតើលំហាត់មួយណាខ្លះជាសមាមាត្រនឹងគ្នាការដោះស្រាយនេះដែរគឺយើងធ្វើតាមរយៈវិធីគុណឆ្លងចាលំហាត់ក2ធៀប5ស្មើនឹង3ធៀប5ថាតើពិតជាស្មើគ្នាមែនឬមិនមែនតើជាសមាមាត្រគ្នាមែនឬក៏អត់ចាអញ្ចឹងយើងធ្វើតាមវិធីគុណឆ្លងគឺយើងយក2គុណនឹង5ហើយ3គុណនឹង5ចាយើងគុណឆ្លងគ្នាខ្វែងគ្នាយើងបាន2គុណនឹង5គឺស្មើ10 3គុណនឹង5គឺស្មើ15ចាដោយសារតែ10និង15គឺខុសគ្នាចាដោយ10ខុសពី15ដូច្នេះ2ធៀប5ជាមួយនឹង3ធៀប5គឺមិនមែនជាសមាមាត្រទេចាវាមិនមែនជាសមាមាត្រទេដោយសារតែ2គុណនឹង5គឺស្មើ10ចាហើយ3គុណនឹង5នេះគឺស្មើ15ចាអញ្ចឹងមានន័យថាផលធៀបទាំងពីរនេះគឺមិនមែនជាសមាមាត្រទេដូច្នេះយើងមិនធ្វើការគូគ្រីសក្នុងប្រអប់ទេលំហាត់ខ2ធៀប5ស្មើ4ធៀប10ថាតើជាសមាមាត្រនឹងគ្នាដែរឬទេដូច្នេះក៏យើងធ្វើការដោះស្រាយតាមវិធីគុណឆ្លងដដែលគឺយើងយកចា2គុណនឹង10ហើយ4គុណនឹង5បើសិនជាផលធៀបទាំងពីរនឹងស្មើគ្នាឬក៏ជាសមាមាត្រគ្នាលុះត្រាតែចាផលគុណដែលយើងគុណឆ្លងគ្នាហ្នឹងគឺស្មើគ្នាតាបើសិនជាវាអត់ស្មើគ្នាមានន័យថាវាមិនមែនជាសមាមាត្រទេចាអញ្ចឹងយើងធ្វើការគុណឆ្លងយើងបាន2គុណនឹង10គឺស្មើ20ហើយ4គុណនឹង5ក៏ស្មើ20ដែរដោយសារតែ20និង20នេះគឺស្មើគ្នាចាដូច្នេះយើងអាចនិយាយបានថា2ធៀប5គឺស្មើនឹង4ភាគ10វាពិតជាសមាមាត្រនឹងគ្នាមែនមានន័យថាផលធៀបរវាង2ធៀប5និង4ធៀប10គឺជាសមាមាត្រនឹងគ្នាចាដូច្នេះយើងគូគ្រីសនៅក្នុងប្រអប់ចម្លើយលំហាត់កចា7ធៀបនឹង9ស្មើ14ធៀបនឹង18ថាតើវាពិតជាសមាមាត្រនឹងគ្នាមែនឬមិនមែនស្មើគ្នាមែនឬក៏អត់គឺយើងធ្វើការគណនាដោយការគុណឆ្លងដដែលតែយើងធ្វើការគុណឆ្លងទៅគឺយើងបានចា7គុណនឹង18 7គុណនឹង18 7 8ដង56ទៅសេ6ត្រាទុក5 7ម្ដង7 7បូក5 12ចាអញ្ចឹងបាន126ចា126ហើយ19ចាសំទោស14ចាគុណនឹង9 14គុណនឹង9ក៏ស្មើនឹង126ដែរយើងអាចធ្វើការគុណជាក់ស្ដែងចា4 9ដង36សរសេរ6ត្រាទុក3 4 9ម្ដង9 9បូក3គឺ12ចាអញ្ចឹងយើងឃើញថាផលគុណរវាងការគុណខ្វែងហ្នឹងគឺស្មើនឹង126ដូចគ្នាចាដោយ126គឺស្មើ126ដូច្នេះចាផលធៀបទាំងពីរនេះគឺជាសមាមាត្រនឹងគ្នាចាជាសមាមាត្រគ្នាដោយសារយើងគុណមកគឺឃើញថាស្មើគ្នាវាជាសមាមាត្រគ្នាបើកាលណាវាជាសមាមាត្រគ្នាគឺយើងត្រូវគូគ្រីសនៅក្នុងប្រអប់ចម្លើយចាជាបន្តចូលទៅដល់លំហាត់ខចា3ធៀប9ស្មើ9ធៀប3ថាតើ
ផលធៀបទាំងពីរនេះពិតជាស្មើគ្នាមែនឬក៏អត់ដូច្នេះយើងធ្វើការគណនាតាមវិធីគុណឆ្លងដដែលចាវិធីគុណឆ្លងមានន័យថាខាងមុខនេះគឺយើងយកទៅគុណជាមួយនឹងលេខនៅខាងក្រោយចានៃផលធៀបម្ខាងទៀតហើយ9នេះគុណនឹង9នេះអញ្ចឹងយើងបានចា3ទៅគុណនឹង3ហើយ9ទៅគុណនឹង9នេះចាអញ្ចឹងយើងបានចា3គុណនឹង3គឺស្មើ9រីឯ9គុណនឹង9នេះគឺស្មើ81ចាយើងឃើញថាផលគុណនៃការគុណខ្វែងទាំងពីរនេះគឺមានការខុសគ្នាចាដោយ9គឺខុសពី81ដូច្នេះផលធៀបរវាង3ធៀបនឹង9ជាមួយនឹង9ធៀបនឹង3គឺមិនមែនជាសមាមាត្រទេចាមិនមែនជាសមាមាត្រទេដោយសារតែចា9គឺខុសពី81យើងគុណទៅគឺអត់បានឃើញចម្លើយដូចគ្នាទេដូច្នេះវាមិនមែនជាសមាមាត្រនឹងគ្នាទេចាដូច្នេះយើងមិនធ្វើការគូគ្រីសនៅក្នុងប្រអប់ចម្លើយទេចាអញ្ចឹងនៅក្នុងលំហាត់ទាំង4ដែលអ្នកគ្រូបានដាក់នេះគឺមានលំហាត់កខនិងកគឺយើងបានធ្វើការដោះស្រាយរួចរាល់ហើយគឺតាមវិធីគុណឆ្លងបើសិនដល់បើបងប្អូនមានចម្ងល់ត្រង់ចំណុចណាមួយអាចចាសួរនៅក្នុង comment នៅក្នុងវីដេអូនេះផ្ទាល់ចាដូច្នេះអ្នកគ្រូមានតែប៉ុណ្ណេះដើម្បីចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាសង្ឃឹមថាវីដេអូមួយនេះគឺជាចំណេះដឹងមួយសម្រាប់ចែករំលែកទៅដល់បងប្អូនជាសិស្សានុសិស្សទាំងអស់គ្នានៅក្នុងការគណនាដោះស្រាយលំហាត់សមាមាត្រចាសូមអរគុណសូមជម្រាបលា